សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវិធីរបៀបធ្វើទឹកកាពិជ្រលក់ស្វាយអញ្ចឹងបងប្អូនយើងដាក់ខ្លាញ់បន្ទាប់មកយើងកូរជាមួយយកខ្ទឹមក្រហមមកបំពងវាបន្ទាប់មកយើងចាក់ខ្ទឹមសជាមួយទឹកបន្ទាប់មកយើងដាក់ខ្ទឹមសបំពងក្រៅដោយសារខ្ទឹមក្រហមវារៀងយូរបន្តិចអញ្ចឹងយើងបំពងខ្ទឹមក្រហមឲ្យហើយបន្ទាប់មកយើងដាក់ស្ករត្នោតចំនួនកន្លះគីឡូស្ករនេះប្រហែលជាកន្លះគីឡូវាហើយវាឡើងក្រហមឡើងឈ្ងុយល្អណាស់ណាស្ករត្នោតបងប្អូនក៏យកវាឈ្ងុយកូរវាហើយចឹងយើងកូរវាទៅហើយវាចាប់ដាក់ពុកតិចៗវាឲ្យយូរបន្តិចកូរឲ្យវារៀងឡើងក្រហមហើយឡើងឈ្ងុយបន្ទាប់មកយើងដាក់ម្ទេសហ្នឹងយើងយកមកដាក់ហើយយើងកូរវាកូរវឹកវាឲ្យវាឡើងពងក្រងអញ្ចឹងឡើងឈ្ងុយណាស់ណាបងប្អូនបន្ទាប់ពីយើងកូររួចហើយយើងក៏ដាក់កាពិចំនួន2ខាំចាកាពិហ្នឹងស្រេចទៅលើបងប្អូនចង់ដាក់កាពិបែបណាក៏បានដែរឲ្យតែកាពិហ្នឹងឈ្ងុយចាបើយើងចង់ឆ្ងាញ់តើយើងរកកាពិណាបែបក្លិនឲ្យឈ្ងុយបន្តិចមកបន្ទាប់មកយើងយកមកកូរវាជាមួយនឹងស្ករត្នោតរបស់យើងកូរវឹកវាឲ្យវាឡើងឲ្យខាស់ទឹកចាកូររហូតអញ្ចឹងទៅបន្ទាប់មកទៀតយើងនៅពេលដែលវាឡើងឈ្ងុយឡើងក្រហមឡើងនេះហើយយើងដាក់ប៊ីចេងចំនួន1ស្លាបព្រាបាយហើយយើងក៏កូរវាបន្តទៀតរហូតតតែវាខាស់តតែវាដាច់ទឹកល្អណាបងប្អូនតែក្លិនវិញឈ្ងុយសាហាវហ្មងឈ្ងុយហើយចាអញ្ចឹងការធ្វើទឹកកាពិមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាបើសិនជាចាប់អារម្មណ៍និងចូលចិត្តវីដេអូនេះជួយចុច like ចុច share និង comment ខាងក្រោមដើម្បីស្ថាបនាទាំងអស់គ្នា